Tuesday បងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 中文教学听素经ចាថ្ងៃនេះយើងមកសិក្សារៀនសូត្រអំពីអត្ថបទ《论语学而篇》第一章学而时习之不亦说乎有朋自远方来不亦乐乎人不知而不愠不亦君子乎ចាអត្ថបទនេះដែរគឺព្រះយគង់จะបានសម្ដែងថានៅពេលដែលយើងសិក្សារៀនសូត្រហើយយើងចេះរំលឹកនៅមេរៀនដែលយើងបានរៀនហើយតើយើងមិនសប្បាយចិត្តទេឬនៅពេលដែលមានមិត្តភ័ក្តិមកពីចម្ងាយមកលេងយើងតើយើងមិនមានភាពរីករាយទេឬអ្នកដទៃមិនដឹងពីយើងហើយយើងមិនខឹងជាមួយគេតើមិនមែនជាអាកប្បកិរិយារបស់អគ្គបរោះមែនទេឬ好，谢谢大家的关注。